សូមជម្រាបសួរខ្ញុំបាទពិសិដ្ឋសូមនាំជូនលោកអ្នកនៅចំណេះដឹងថ្មីមួយទៀតពីកម្មវិធីតើអ្នកដឹងទេបើទោះបីជាប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងណាក្តីប៉ុន្តែប្រទេសយើងនៅតែមិនទាន់ស្មើទៅនឹងបណ្ដាប្រទេសមហាអំណាចឬប្រទេសរីកចម្រើននានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍សំណួរថ្ងៃនេះគឺលោកអ្នកដឹងទេថាប្រទេសកម្ពុជាធ្លាប់ត្រួតត្រានៅលើទឹកដីមួយភាគធំនៃប្រទេសវៀតណាមឡាវថៃមីយ៉ាន់ម៉ានិងម៉ាឡេស៊ីអាណាចក្រខ្មែរដែលកាលពីដើមឡើយជាប្រជាណាចក្រចេនឡានាសតវត្សទី9ដល់ទី13អាណាចក្រខ្មែរមានភាពរីកចម្រើនប្រហែលជា400ឆ្នាំសម័យអាណាចក្រខ្មែរគឺចាប់ផ្ដើមពីគ្រិស្តសករាជ802ពេលព្រះបាទជ័យវរ្ម័នទី2ធ្វើពិធីប្រកាសចក្រវាឡនៅលើភ្នំគូលែនគេដំណើរអស្ចារ្យបំផុតរបស់អាណាចក្រខ្មែរដ៏រុងរឿងបំផុតនោះគឺរាជធានីអង្គរក្រុងអង្គរជាសក្ខីកម្មបញ្ជាក់ពីអំណាចនិងទ្រព្យសម្បត្តិប៉ុន្តែរឿងរ៉ាវលម្អិតស្ដីអំពីអាណាចក្រនេះនៅតែស្ថិតជាអាថ៌កំបាំងដោយសារតែពុំមានសេសសល់ស្លាកស្នាមនៃការកត់ត្រាណាមួយសោះចំពោះចំណេះដឹងនានារបស់យើងស្ដីអំពីអាណាចក្រនេះគឺបានមកតាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកបុរាណវិទូសិលាចារឹកកំណត់ត្រាឈ្មោះនិងអ្នកការទូតចិនរឿងរ៉ាវដែលយើងបានដឹងនោះគឺថាអាណាចក្រខ្មែររីកចម្រើនដោយសារតែទ្រព្យសម្បត្តិបានតាមរយៈការធ្វើជំនួញនិងកសិកម្មពួកគេបានធ្វើការអភិវឌ្ឍគម្រោងសំណង់ជាច្រើនរួមមានប្រាសាទនិងបារាយទឹកដ៏ធំមួយក្រោយមកពេលពួកគេបន្តពង្រីកស្នាដៃសភាពការវិវាទនៅខាងក្នុងនិងខាងក្រៅប្រទេសមានសភាពស្ងប់ស្ងាត់ជាច្រើនឆ្នាំដែរក្នុងសម័យកាលព្រះបាទសូរ្យវរ្ម័នទី2ជារយៈពេលដែលមានសាមគ្គីភាពគួរឲ្យកត់សម្គាល់ព្រះអង្គឡើងសោយរាជ្យចាប់តាំងពីគ្រិស្តសករាជ1113ដល់1150ហើយបានសាងសង់ប្រាសាទធំជាងគេរបស់ក្រុងអង្គរដោយប្រើរយៈពេលអស់37ឆ្នាំប្រាសាទអង្គរត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុព្រះអង្គបានគ្រប់គ្រងទឹកដីមួយផ្នែកធំរបស់ប្រទេសថៃភូមាលាវមុនពេលព្រះអង្គសោយទីវង្គតក្នុងការចាញ់ចម្បាំងនៅលើទឹកដីដៃវៀតព្រះបាទជ័យវរ្ម័នទី7បានឡើងសោយរាជ្យពីឆ្នាំ1181ដល់ឆ្នាំ1219ព្រះអង្គមានគុណបំណាច់ចំពោះប្រទេសជាតិដែលបានរំដោះទឹកដីឲ្យរួចផុតពីការត្រួតត្រារបស់ប្រទេសចម្ប៉ានិងបានធ្វើការបង្រួមជាតិលើពីនេះទៅទៀតព្រះអង្គមិនត្រឹមតែបានស្ថាបនានៅស្នាដៃជាច្រើនដូចជាប្រាសាទអង្គរធំនិងប្រាសាទតាព្រំប៉ុណ្ណោះទេព្រះអង្គថែមទាំងបានស្ថាបនាផ្លូវសម្រាប់ផ្សារភ្ជាប់ទីក្រុងនីមួយៗទៀតផងមានមតិជាច្រើនទាក់ទងទៅនឹងការធ្លាក់ចុះនៃអាណាចក្រនេះមតិខ្លះបានបណ្ដាលមកពីការផ្លាស់ប្ដូរជំនឿពីហិណ្ឌូមកព្រះពុទ្ធសាសនាទិន្នផលកសិកម្មធ្លាក់ចុះដោយសារតែទឹកជំនន់ឬក៏ភាពរាំងស្ងួតហើយប្រព័ន្ធធារាសាស្ត្រនាសម័យនោះមិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់មានជំងឺរាតត្បាតចម្បាំងជាមួយពួកសៀមនិងការធ្វើឲ្យមានតុល្យភាពអំណាចដែលបានផ្លាស់ប្ដូរទីក្រុងមកភ្នំពេញដូចនេះលើកក្រោយពេលលោកអ្នកបានលើកគេរិះគន់ប្រទេសកម្ពុជាថាជាប្រទេសអន់នៅក្នុងតំបន់អាស៊ីលោកអ្នកគួររំលឹកគេថាជាតិខ្មែរធ្លាប់ជាអាណាចក្រដ៏រុងរឿងបាន4សតវត្សរ៍ហើយភាពរុងរឿងនោះនឹងវិលត្រឡប់មកសាជាថ្មីជាមិនខានទេកម្មវិធីតើអ្នកដឹងទេនឹងនាំជូនលោកអ្នកនៅចំណេះដឹងថ្មីមួយទៀតក្នុងពេលឆាប់ៗនេះ